ពាក្យដែលខ្មែរខ្ចីត្រឡប់យកមកពីថៃវិញពាក្យទាំងអស់ហ្នឹងដើមឡើយគឺជាពាក្យរបស់ខ្មែរយើងនេះហើយថៃខ្ចីយកទៅប្រើដល់ពេលយូរទៅខ្មែរយើងក៏ខ្ចីយកមកប្រើវិញអញ្ចឹងពាក្យទី1ហ្នឹងពាក្យថាក្រសួងពាក្យថាក្រសួងហ្នឹងមកពីពាក្យថៃថាក្រសួងអ្នកខ្លះឆ្ងល់ថាហើយមិនពាក្យក្រសួងមិនមកពីថៃវិញពាក្យហ្នឹងពាក្យខ្មែរដែរតែពិតទៅពាក្យហ្នឹងមិនពាក្យខ្មែរពាក្យដើមមកពីខ្មែរប៉ុន្តែយើងខ្ចីត្រឡប់យកមកពីថៃម្ដងទៀតយល់អត់ពាក្យថាក្រសួងហ្នឹងមកពីពាក្យថៃពាក្យថាក្រសួងហើយពាក្យថាក្រសួងហ្នឹងក៏មកពីពាក្យមួយទៀតពាក្យថៃដែរពាក្យសួងហើយពាក្យថាសួងហ្នឹងគឺមកពីពាក្យខ្មែរដើមរបស់យើងមានន័យថាទ្រូងដើមទ្រូងរបស់យើងណាសួងហើយនឹងទ្រូងគឺទៅពេលយកសរសេរជាអក្សរថៃគឺសរសេរតម្រងតែមួយទេប៉ុន្តែសំឡេងគេហៅអត់ដូចខ្មែរយើងនេះគេថាគេមិនហៅទ្រួងគេហៅសួងឧទាហរណ៍ពាក្យថាស្រង់ពាក្យខ្មែរស្រង់ខ្ចីថៃខ្ចីយកប្រើគេហៅថាសុងពាក្យខ្មែរហៅថាត្រង់ថៃខ្ចីយកប្រើហៅថាសុងពាក្យថាសួងដូចគ្នាដែរសួងក្នុងភាសាថៃស្មើនឹងទ្រូងដូចគ្នាដូចបកប្រែដូចគ្នាដែរហើយគេបំបែកទៅជាក្រសួងហើយពាក្យបន្តទៀតពាក្យថាក្រមអ្នកអស់គ្នាដូចជាស្គាល់ដូចពាក្យថាអនុក្រមឬក៏ពាក្យថាវចនានុក្រមអីចឹងទៅឬក៏ក្រមសីលធម៌ហ្នឹងពាក្យហ្នឹងយើងខ្ចីត្រឡប់យកមកពីពាក្យថៃពាក្យថាក្រមហើយពាក្យថាក្រមហ្នឹងមកពីពាក្យខ្មែរយើងដើមពាក្យថាក្រមហ្នឹងឯងហើយពាក្យមួយទៀតពាក្យថាប្រខងពាក្យថាប្រខងនេះនៅខ្មែរយើងប្រើជារាជស័ព្ទមកពីពាក្យថៃថាប្រាក់ខងវាថាដំណើរគ្នាទៅហើយពាក្យថាប្រាក់ខងនេះមកពីពាក្យខ្មែរយើងថាប្រកងមានថាប្រកងគ្នាអញ្ចឹងដែរប្រកងដាក់ប្រកងលើគ្នាអញ្ចឹងហើយពាក្យថាប្រកងក៏មកពីពាក្យផ្កងវាមកតណពាក្យថាផ្កងទៅជាប្រកងទៅជាប្រាក់ខងហើយខ្មែរយើងខ្ចីត្រឡប់មកវិញមានន័យថាប្រខងហើយពាក្យទៀតពាក្យថាតម្រួតហ្នឹងមិនមែនមានន័យថាដាក់វាតម្រួតលើគ្នាដាក់ឲ្យត្រួតលើគ្នាទេពាក្យហ្នឹងគឺមានន័យថាដូចជាប៉ូលីសអីហ្នឹងប៉ូលីសត្រួតត្រាអីចឹងទៅដូចជាទាហានត្រួតត្រាអីចឹងទៅពាក្យហ្នឹងคล้ายសលេងមកពីពាក្យថៃទេពាក្យថាតำรวจមកពីពាក្យថាតำรวจឬក៏ថៃគេមានហៅថាតำรวจឬត្រួតហើយពាក្យថាត្រួតឬក៏តำรวจហ្នឹងមកពីពាក្យខ្មែរយើងដើមមានន័យថាត្រួចឬក៏តម្រួចហ្នឹងហើយអានេះចង់និយាយពាក្យខ្មែរដើមប៉ុន្តែខ្មែរយើងឥឡូវមានប្រើបាត់ហើយហើយពាក្យតទៀតពាក្យថាញោមដូចប្រសង់អីហៅឧបាសកឧបាសិកាអីហៅថាញោមអីញោមហៅញោមឥឡូវអ្នកខ្លះអត់ដឹងផងថាពាក្យហ្នឹងคล้ายមកពីពាក្យថៃពាក្យថាញោមមកពីពាក្យថាយោមគេប្រើន័យតែមួយដូចយើងប្រើដែរទេប៉ុន្តែយើងคล้ายមកពីគេមកគេថាមកពីពាក្យថាយោមអញ្ចឹងហើយពាក្យថាយោមនេះមកពីពាក្យខ្មែរដើមយើងថាពាក្យថាខ្ញុំពាក្យខ្មែរយើងមានន័យថាខ្ញុំមានន័យថាខ្ញុំបំរើគេអញ្ចឹងហើយតមកថៃក៏យកអាពាក្យហ្នឹងទៅប្រើតទៅជាញោមគេកលាស់សលេងខុសដងតិចទៅញោមហើយយើងយកមកប្រើតអញ្ចឹងទៅពាក្យមួយទៀតពាក្យថាជំទាវហ្នឹងមកពីពាក្យថាប្រចាំថាវហើយពាក្យថាប្រចាំថាវហ្នឹងវាមានពាក្យថាប្រចាំថាវពាក្យខ្មែរមកកណាត់ពាក្យថៃមកកណាត់ដូចជាពាក្យថាប្រចាំនេះមកពាក្យខ្មែរថាប្រចាំហ្នឹងឯងហើយពាក្យថាថាវមានន័យថាជើងប្រចាំថាវមានន័យថាប្រចាំជើងហើយពាក្យមួយទៀតពាក្យថាចំណានដូចងាយអាហ្នឹងពាក្យថាចំណានមកពាក្យថាឆាំណានហើយពាក្យថាឆាំណានមកពីខ្មែរដើមយើងថាជំនាញហើយពាក្យមួយទៀតពាក្យថាសំខាន់
សំខាន់អ្នកខ្លះឆ្ងល់ជុំពាក្យសំខាន់ពាក្យខ្មែរពាក្យថៃមិនតាមពិតទៅពាក្យសំខាន់ហ្នឹងមកពីពាក្យថៃយើងខ្លាយមកពីថៃថាសំខាន់ហើយពាក្យថៃពាក្យថាសំខាន់ហ្នឹងមកពីពាក្យខ្មែរយើងមានន័យថាសំគាល់ហ្នឹងឯងពាក្យដើមសំគាល់ថៃខ្ចីយកទៅប្រើគេហៅថាសំខាន់សំឡេងគេសរសេរគេសរសេរតម្រង់ដូចយើងទេប៉ុន្តែគេសំឡេងគេកលាស់ដូចយើងហើយយើងបន្ទាប់មកក្រោយមកក៏យកអាពាក្យហ្នឹងយកមកប្រើតាមគេវាថាសំខាន់តាមគេពាក្យមួយទៀតពាក្យថាកំផែងមកពីពាក្យថាកំផែងហើយអាពាក្យថាកំផែងមកពាក្យថាកំពែងហ្នឹងឯង